បងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងគឺនាំបងប្អូនមកមើលផ្កាឈូកដែលខ្ញុំដាំនៅក្នុងពាងណាបងប្អូននេះល្អមែនតើណាបងប្អូននេះគឺខ្ញុំបានដាំផ្កាឈូកដាក់នៅក្នុងពាងនេះហើយនៅក្នុងពាងហ្នឹងគឺយើងបានដាក់ត្រីបងប្អូនគឺយើងចិញ្ចឹមត្រី7ពណ៌បងប្អូនអាត្រី7ពណ៌តិចតួចហ្នឹងគឺយើងចិញ្ចឹមត្រីហ្នឹងហើយគឺយើងបានដាំផ្កាឈូកនៅក្នុងហ្នឹងដែរអញ្ចឹងណាបងប្អូនហើយចំពោះផ្កាឈូកនេះគឺវាស្អាតណាបងប្អូននេះគឺវាទឹមតែលាស់ដែរអញ្ចឹងណាបងប្អូនវាទឹមលាស់ត្រួយដែរទេនិយាយទៅគឺវាដើមវាគឺវានៅខ្ចីបងប្អូនប៉ុន្តែវាលាស់ល្អបងប្អូនគ្រាន់ថាវាអត់ទាន់មានផ្កាបងប្អូននិយាយទៅគឺដោយសារដើមវានៅខ្ចីដែរអញ្ចឹងណាវាអត់ទាន់អាចនឹងគ្រប់អាយុក្នុងការលាស់ចេញផ្កាឯងបងប្អូនហើយមើលទៅល្អនេះបងប្អូនទាំងអស់គ្នាល្អតើហើយប្រហែលជានៅពេលដែលវាចេញផ្កាបងប្អូនចាំខ្ញុំថតឲ្យបងប្អូនមើលទៀតអញ្ចឹងណាហើយស្អាតតើបងប្អូននេះផ្កាឈូកនេះស្អាតហ្មងណាខ្ញុំនិយាយទៅគឺខ្ញុំចូលចិត្តដាំឈូកដែរអញ្ចឹងណាបងប្អូននិយាយទៅវាស្អាតបងប្អូនវាស្រស់ស្អាតអញ្ចឹងណាហើយចាំមើលពេលវាចេញផ្កាហ្នឹងចាំខ្ញុំថតឲ្យបងប្អូនមើលទៀតអញ្ចឹងណាបងប្អូនហើយអត់ដឹងថាបងប្អូនទាំងអស់គ្នាគាត់ចូលចិត្តដាំឈូកអត់បងប្អូន